ជំរាបសួរពុកមេទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំពីប្រភេទជីនូទ្រីតនិងសុខភាពគីអ៊ីតដែរមកនៅយើងប្រើប្រាស់ជីយើងគួរដឹងពី pH ដីជាមុនសិនថា pH ដីស្រាប់ទៅនឹងដីប្រភេទមួយណាដើម្បីប្រើប្រាស់ជីឲ្យចំគោលដៅនិងមានប្រសិទ្ធភាពអត្ថប្រយោជន៍របស់សុខភាព PA ប្រើប្រាស់បានគ្រប់ដំណាំទាំងអស់ដែលមានបញ្ហាកង្វះ pH ក្នុងដីវាជួយបង្កើតអុកស៊ីសែនក្នុងដីកែប្រែដីឡើង pH ដីធូរដែលសម្បូរជាតិផងដែរចំពោះនោះត្រេតជំនួយដល់សត្វបង្រើគ្មានសារធាតុគីមីធន់នឹងអាកាសធាតុធន់នឹងសត្វល្អិតនិងកាត់បន្ថយជំងឺនិងការពារបរិស្ថានផងដែរជំរាបសួរបងបាទខ្ញុំបាទឈ្មោះអេចំណាំជាប្រធានសហគមន៍កសិកម្មមីលុំចាំពីរឿងតែស្ថិតនៅភូមិមីលុំស្រុកបងរបស់ខាងឆ្នាំចាបងហើយថ្ងៃបងដាំដំណាំបន្លែបាទយើងឃើញដំណាំស្ពៃបងក្រៅពីស្ពៃបងមានដាំបន្លែអីផ្សេងទៀតអត់អូបាទក៏ពិតតែក្រៅពីស្ពៃនេះយើងបានតាមដំណាំមកទៀតគឺស្លាក់រ៉ុកគឺឈ្មោះថារ៉ុកកែតាមរ៉ុកពោអញ្ចឹងបងតាំងលើផ្ទះដំណាំបាទតាមចិត្តឡាយសារដែលខ្ញុំទទួលជំនួសពីអង្គការ Hyper តាមរយៈសហគមន៍មីលុំហ្នឹងយើងទទួលបាន4ថ្នោតទៀតអូបងទៀតដងនឹងការប្រើប្រាស់វិញបងប្រើជីបងប្អូនរយៈពេលប៉ុណ្ណាខ្ញុំក៏ពិតតែយើងប្រើប្រាស់ជីរបស់ក្រុមហ៊ុននេះគឺរយៈពេល15 ដល់6ថ្ងៃហើយដល់ពេលណាអញ្ចឹងយើងឃើញដំណាំរបស់យើងគឺខ្លាចច្រើនអូអញ្ចឹងអានេះរយៈពេល15 ដល់6ថ្ងៃហើយជាធម្មតាបងប្រើជីប្រើប្រហែលដំណាក់កាលអូទីទៅបើតាមបច្ចេកទេសគឺប្រើ3ដំណាក់កាលតែរហូតដល់ពេលនេះគឺយើងប្រើបានតែ2ដំណាក់កាលទេបាទដំណាក់កាលទី1គឺដំណាក់កាលទី2បាទបាទយើងប្រើជីអស់ហើយជា6គីឡូបាទហើយបាយជាបាយរបស់6រងនេះគឺមានតែ8 1ម៉ែត្រគុណ21ម៉ែត្រអូបណ្ដោយ29ទៅ1បាទ1ម៉ែត្រអញ្ចឹងដំណាក់កាលទី2ដែលយើងប្រើប្រាស់តែជា3 4ថ្ងៃមុននេះគឺអស់2គីឡូទៀតបាទអញ្ចឹងន័យថាបងមកវត្តនៃដំណាក់ស្បៃរបស់បងតាមតិចតិចឲ្យប្រើតែលើបងប្រើពីរអញ្ចឹងបងមានដំណងទៅចង់ប្រើមួយទៀតបាទយើងត្រូវបាយជា4 15ថ្ងៃទៀតខាងមួយទៀតជាក់ស្ដែងមុនប្រមូលផលអញ្ចឹងបងអាកន្លែងបងនេះអត់មានប្រើខ្លួនទេអត់ទេអត់មានប្រើសូម្បីតែឆ្នាំក៏យើងសង្ឃឹមអត់ប្រើតែបងថាអីគឺសារយើងដាំទៀតបងមានប្រាប់លើបាទពីបងបានប្រាប់ថាពីខាងក្រុមហ៊ុនជីអាចយកមកឲ្យតែទៅផលបងថាយើងមានការប្រែប្រួលអូប្រយោជន៍ពីពាក់ព័ន្ធនឹងទិន្នផលវាមកមុនយើងប្រើជីរបស់ក្រុមហ៊ុនហើយហ្នឹងហើយរហូតដល់យើងប្រើប្រាស់បាននិយាយចំទៅខ្ញុំបានប្រមូលផលម្ដងដែរហើយមិនរងផ្សេងទេអញ្ចឹងណាអញ្ចឹងពីមុនដែលយើងប្រើប្រាស់ជីកប៉ុឬក៏ជីអីធម្មតានេះយើងប្រមូលផលម្ដងនេះបានទុំជា50-60គីឡូទេ30-60គីឡូតែនៅពេលយើងប្រើប្រាស់នេះអាចឡើងដល់80គីឡូអូមានន័យថាទិន្នផលការឡើងណាចាទិន្នផលការឡើងចិត្តទៅនឹងការចំណាយមុនគឺថាទៅថវិកាការចំណាយវិញមកធៀបមួយការប្រើប្រាស់ជីវៈមុនតែនឹងការប្រើប្រាស់ជីខាងក្រុមហ៊ុនអូននោះគឺថាថ្លៃដើមវានៅដដែលឬក៏ចង់តែទិន្នផលឡើងអញ្ចឹងការប្រព្រឹត្តបើសិនជាយើងប្រៀបធៀបរវាងការប្រើប្រាស់ជីរវាងក្រុមហ៊ុនផ្សេងនិងជីរបស់ក្រុមហ៊ុននេះគឺវាខុសគ្នាដោយសារអីដោយសារចេះដោយសារតែទីមួយការចំណាយក្នុង1រោងចាយអត់តែ15000បាទហើយជីហើយបើសិនជាគិតពីទិន្នផលក្នុងពេលបច្ចុប្បន្ននេះណាស្ពៃនេះគឺ1គីឡូ3500បាទអញ្ចឹង80គីឡូគុណទៅ25ម៉ាគឺ1រោងបាទច្រើន30ម៉ឺនណាបាទ20,000ជាងគេ70អញ្ចឹងយើងកាត់អត់តែ15,000នេះទេបាទនេះទៅបាទអញ្ចឹងអ្នកថ្លៃឡើងយើងក៏ធ្លាក់បាទទិន្នផលក៏កើនឡើងហើយបន្តមកទៀតយើងអត់ពិបាកទៅរកស្អីមកកែច្នៃធ្វើជាជីធ្វើជាអីយើងញ៉ៃវារវល់យើងផងណាបាទយើងកាន់តែ2គីឡូយើងក៏បានអញ្ចឹងណាបាទយើងគ្មានពេលទេនៅពេលយើងមានរោងច្រើនហើយយើងអត់មានពេលទៅរកវត្ថុធាតុដើមណាមកផ្សាយផ្សំធ្វើជាស្អីទេពេលហ្នឹងបាទនេះក៏ជាចំណុចពិសេសរបស់ជីស្រីបាទ ABC របស់ក្រុមហ៊ុនយើងដែរអញ្ចឹងវាចំណុចពិសេសវាកាត់បន្ថយថ្លៃដើមទិន្នផលក៏ចាហើយយើងបានទាំងសុខភាពយើងចេះក៏បងមានអីក៏តាមផ្ញើទៅដល់បងប្អូនដែរបងប្អូនជាកសិករដែលគាត់អត់ទាន់បានប្រើប្រាស់ឬក៏អត់ទាន់បានសាកទាំងនៅក្នុងប្រតិជីក្រុមហ៊ុនខាងបងប្អូនណាខ្ញុំមានអីក៏តាមផ្ញើទៅគាត់អរគុណច្រើនចំពោះបទពិសោធន៍របស់ខ្ញុំដែលប្រើប្រាស់ទៅលើក្រុមហ៊ុនជីរបស់ក្រុមហ៊ុន Hydro នេះគឺយើងទទួលបានជោគជ័យហើយបាទអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនជាកសិករទាំងអស់ដែលគាត់មានមុខរបរដាំបន្លែដូចខ្ញុំហ្នឹងបាទគឺអាចសាកល្បងប្រើជាមួយក្រុមហ៊ុននឹងបានបាទពីព្រោះអ្វីដែលខ្ញុំបានធ្វើការហ្នឹងគឺទទួលបានលទ្ធផលល្អហើយអញ្ចឹងណាបាទអរគុណច្រើនចាបងអញ្ចឹងដូចជាចំណាយពេលវេលាបងខាងនោះយូរខ្ញុំក្រោយសូមអរគុណបាទចូលរួមសហការជាមួយខាងក្រុមហ៊ុនបងអូនចាចាជម្រាបលា